អូខេសួស្តីបងប្អូនហ្នឹងហើយឃើញក្បាលវីដេអូកំពុងតែញាប់ដៃញាប់ជើងផ្សំគ្រឿងជាមួយនំបញ្ចុកទឹកផឹកអញ្ចឹងហ្នឹងហើយចាំមើលពីសកម្មភាពនៃការធ្វើដំបូងរបស់គាត់នេះដំបូងអ៊ំប្រុសគាត់យកម្សៅមកកិនគឺនំបញ្ចុកនេះគឺយើងធ្វើភ្លាមតែម្ដងនំបញ្ចុកនេះគឺនៅសៀមរាបបងប្អូនបើសិនជាទៅសៀមរាបហើយទៅផ្លូវ60ម៉ែត្រហើយជិះហួសទៅផ្លូវ60ម៉ែត្រទៅនៅខាងឆ្វេងដៃមានកន្លែងនំបញ្ចុកគេធ្វើភ្លាមនេះអ៊ំប្រុសពេលគាត់បានម្សៅហើយគាត់យកទៅមូលុញដំវាឲ្យម្សៅនឹងវាចូលគ្នាបន្តិចធ្វើដោយដៃតែម្ដងបងប្អូនណាហើយបើយើងទៅចង់ញ៉ាំភ្លាមហ្នឹងគឺគាត់ធ្វើភ្លាមតែម្ដងអញ្ចឹងពេលដែលគាត់ដំរួចហើយហ្នឹងគាត់ដំហើយគាត់បានយកឧបករណ៍គាត់មកហើយគាត់ដាក់ម្សៅចូលទៅក្នុងឧបករណ៍គាត់ហ្នឹងឃើញឧបករណ៍ធ្វើហ្នឹងគឺនៅបុរាណដល់ហើយទេគាត់ជាច្រើនគាត់ធ្វើដោយដៃហ្មងឧបករណ៍របស់គាត់ណាហ្នឹងហើយពេលដែលគាត់ដាក់ចូលឧបករណ៍របស់គាត់ហ្នឹងហើយចាប់ផ្ដើមគាត់ទៅមើលដើរទៅមើលផ្ទះរបស់គាត់អញ្ចឹងហ្នឹងហើយនេះផ្ទះរបស់គាត់ក្តៅភ្លាមតែម្ដងអញ្ចឹងទៅគាត់នឹងយកម្សៅយកទៅដាក់ចូលហើយដាក់ចេញជាសរសៃនំបញ្ចុកភ្លាមឲ្យយើងតែម្ដងយើងអង្គុយចាំបើសិនយើងចង់ញ៉ាំរបស់ថ្មីភ្លាមអញ្ចឹងតើយើងអង្គុយចាំបន្តិចប្រហែលជា15នាទីបានហើយណាអាហ្នឹងគឺភ្លាមតែម្ដងនេះឧបករណ៍របស់គាត់ពេលដែលគាត់ដាក់ឧបករណ៍ហ្នឹងហើយគាត់សប់មកវាចេញជាសរសៃនំបញ្ចុកភ្លាមតែម្ដងហើយយើងញ៉ាំទៅក្តៅអញ្ចឹងណាហ្នឹងហើយនេះដល់វគ្គអ៊ំស្រីប្រពន្ធរបស់គាត់ចាប់ផ្ដើមផ្សំគ្រឿងឲ្យយើងណាបន្លែមានច្រើនហើយសិតតែបន្លែធម្មជាតិរបស់គាត់តែម្ដងមានប្រហិតបន្តិចទៅមានបន្លែខៀវអញ្ចឹងហ្នឹងហើយអរគុណច្រើនបងប្អូនបើទៅសៀមរាបកុំភ្លេចទៅសាកកន្លែងគាត់ណាអរគុណច្រើន